លើកមុនមិនដែលជឿលោកតាសិនស៊ីសមុទ្រទេតែគាត់ច្រៀងបទចម្រៀងចំបៃសៀមរាបអីហ្នឹងដល់ឥឡូវឃើញជាក់ស្ដែងតែម្ដងមានមហូបគ្រប់មុខតែម្ដងនៅសៀមរាបខ្ញុំទៅសើហ្មងជាពិសេសនេះខ្ញុំចង់ណែនាំនំផ្លែអាយគាត់នេះធ្វើល្អហ្មងអេមតែម្ដងបងប្អូនចាំមើលជាក់ស្ដែងពេលញ៉ាំយើងនឹកសម័យឃើញកាយយើងនៅតូចតូចមិនឆ្លើយតែបានញ៉ាំនំផ្លែអាយឬក៏កាពីទូចឲ្យតែម៉ែទៅផ្សារម្ដងគឺសុបាយចិត្តមែនទែនដឹងតែមកវិញក៏ទិញនំទិញនេកអស់ផ្សាយជាពិសេសគឺនំផ្លែអាយនឹងហ្មងចូលចិត្តមែនទែនដោយសារនំហ្នឹងគឺមានស្នូលផ្អែមអញ្ចឹងណាខ្ញុំចូលចិត្តណាហើយវាមានដងឯខ្ទិះឆ្ងាញ់ហ្មងហើយដូចជាស្ដាយយើងឃើញក្នុងវីដេអូអញ្ចឹងដែលពួកគាត់កំពុងតែធ្វើហ្នឹងគឺពិសេសខ្លាំងហ្មងនិយាយទៅយើងញ៉ាំហើយគឺយើងរំលឹកពីអតីតកាលយើងពេលដែលយើងនៅតូចបានញ៉ាំផ្អែមសុបាយចិត្តណាហើយដូចឃើញជាស្ដាយតំណងខ្លាំងបងប្អូនហើយគាត់ពិតជាប្រកែហ្មងយើងឲ្យមេដៃហ្មងហើយទីតាំងរបស់គាត់ហ្នឹងគឺនៅភូមិបដាខេត្តសៀមរាបយើងហ្នឹងទេហើយគាត់ជិះប្រហែលជា200ម៉ែត្រនៅខាងឆ្វេងដៃចេញពីក្រោយពីខាងមុខហ្នឹងទៅនិយាយទៅតសាគឺដឹងអត់ខុសបំណងហើយចំណុចពិសេសហ្នឹងគឺអ្នកលក់គាត់ពួកគាត់ហ្នឹងខ្ជូតដែរហើយគាត់ប្រកែហើយគាត់នៅក្មេងៗហ្នឹងតែគាត់និយាយទៅគឺគាត់ក្លាហានក្នុងការរកស៊ីហ្នឹងយើងឲ្យមេដៃរបស់គាត់ចឹងទៅគាត់ចេះចាប់ដៃគ្នារកស៊ីតំណងខ្លាំងហ្មងហើយលក់នំផ្លែអាយចំជានំដែលជានំខ្មែររបស់យើងផ្ទាល់ណាងាយស្រួលធ្វើឲ្យញ៉ាំហើយតម្លៃសមរម្យទៀតមួយតែ1000ទេបងប្អូនតែពេលយើងទិញញ៉ាំទៅគឺអត់ខុសម្ដងទេយើងទៅសាកទៅបើយើងមានពេលវេលាមានតម្លៃបងប្អូនឆ្លៀតបានទៅលេងទៅបងប្អូននិយាយទៅខ្ញុំទៅសាកភូមិបដាវិញដែលសម្បូរទៅដោយម្ហូបជាច្រើនមុខដែលយើងមានយើងមិនអាចតែប្រកែកបានណាច្រើនមុខមែនទេហើយតាក់ទងជាប្រពៃណីខ្មែរហើយភ្លេចប្រាប់បងប្អូនមួយទៀតថាពួកគាត់លក់តែសៅរ៍អាទិត្យហើយថ្ងៃបុណ្យទានទេដោយសារគាត់ជាប់សិក្សាអញ្ចឹងណាពួកគាត់ក្មេងៗតែពួកគាត់ជាយើងរកស៊ីដើម្បីជួយជីវភាពគ្រួសារទៀតគឺល្អមែនតើគេថាទឹកដីទីមរៀបក៏មិនចាញ់ទឹកដីទីមានជ័យដែរដីស្អិតខ្លាំងហ្មងបងប្អូនសំខាន់មកហើយគឺតែចង់មកទៀតហ្មងជាពិសេសទៀតណាមកសាកញ៉ាំនំផ្លែអាយនៅភូមិបដាមកខាងឆ្វេងដៃពេលយើងដល់ខ្លោងទៀតយើងគាត់មើលខាងឆ្វេងដៃប្រហែលជា200ម៉ែត្រដែរណាចាប្រហែលជា200ម៉ែត្រនៅខាងឆ្វេងដៃហើយឃើញអូនគាត់ស្អាតខ្លាំងមែនតើហ្នឹងគឺមកដល់ហ្នឹងឃើញលក់នំផ្លែអាយហ្នឹងហើយចាំមើលទឹកដៃគាត់បែបម៉េចជំនាញភ្លក់ចែកជូនបងប្អូនបានដឹងអស់គ្នាប៉ុន្តែគាត់តែឃើញមកគឺសក់ទឹកមាត់ហើយមែនទេពេលញ៉ាំយើងនឹកសម័យឃើញកាយយើងនៅតូចតូចមិនឆ្លើយតែបានញ៉ាំនំផ្លែអាយឬក៏ម៉ែគាត់ទិញផ្ញើពីផ្សារមកគឺយើងសុបាយចិត្តញ៉ាំទៅយើងបានកដោធំពីណាមកចឹងឥឡូវពេលដែលយើងញ៉ាំចូលដល់ក្នុងហើយគឺអារម្មណ៍របស់យើងនឹកអតីតកាលមួយនឹងមែនតើជាពិសេសទៀតរសជាតិគឺដូចរសជាតិដើមអញ្ចឹងស្ករត្នោតហើយនំដតុននេះជាមួយនឹងដូងខ្ចីមិនចាស់ពេកដូងនេះគឺល្មមទៀតហើយផ្អែមក៏មិនផ្អែមខ្លាំងពេកដែរតែយើងមិនអាចខាត់ស្ករបានព្រោះស្ករត្នោតតែវាផ្អែមបន្តិចប៉ុន្តែផ្អែមរបៀបត្នោតយើងឆ្ងាញ់និយាយរកឆ្ងាញ់ខ្ញុំរេតឲ្យ8 10គឺអស់ទោះហ្មង